នៅព្រឹកថ្ងៃបន្ទាប់នៅលើតុអាហារក្នុងបន្ទប់ទទួលភ្ញៀវនៃគ្រួសារបារុកលីនលេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញឪពុករបស់ខ្លួនមានទឹកមុខស្រស់ថ្លាសូម្បីតែស្មារតីក៏ប្រែប្រួលប្លែកស្រឡះពីមុនដែរបន្ទាប់ពីដាក់កាំបិតនិងសំចុះហុកបាញញឹមហើយសម្លឹងមើលទៅកូនប្រុសលីនលេលើកនេះនៅផ្ទះឲ្យបានយូរបន្តិចទៅកូនឪពុកមិនបានជួបឯងយូរហើយពួកយើងពីរនាក់ឪពុកកូនគួរតែនៅជួបជុំគ្នាឲ្យបានល្អឪពុកឲ្យយើងនៅផ្ទះយូរបន្តិចមែនទេលីនលេលួចភ្ញាក់ផ្អើលក្នុងចិត្តព្រោះជាច្រើនឆ្នាំមកនេះឪពុកមិនដែលនិយាយពាក្យបែបនេះឡើយតាមពិតទៅលីនលេមានគម្រោងទៅដើរលេងនៅទីក្រុងហ្វិនឡៃនិងឆ្លៀតទៅជួបអាលីសផងដែរប៉ុន្តែនៅខណៈពេលនេះគាត់បានបោះរឿងអាលីសចោលទៅក្រោយខ្នងបាត់ទៅហើយបាទឪពុកលីនលេងមុខក្បាលដោយក្តីរីករាយហុកមុខក្បាលដោយក្តីពេញចិត្តប៉ុន្តែនៅក្នុងកែវភ្នែករបស់គាត់ហាក់ដូចជាមានបង្កប់រឿងរ៉ាវអ្វីម្យ៉ាងយ៉ាងជ្រាលជ្រៅលីនលេបានស្នាក់នៅក្នុងទីប្រជុំជនអ៊ូសានអស់រយៈពេលជាង10ថ្ងៃរហូតដល់ពេលត្រូវចូលរៀនឈ្មោះទី2នៃវិទ្យាស្ថានអ៊ឺនសក៏គាត់មិនទាន់ប្រញាប់ត្រឡប់ទៅវិញដែរចំណែកឯហុកក៏មិនបានដេញដោលឲ្យលីនលេប្រញាប់ទៅរៀនដូចរាល់ដងឡើយនៅលើភ្នំអ៊ូសានភាគខាងកើតនៃទីប្រជុំជនក្បែរមាត់ស្ទឹងដែលហូររិចលីនលេបានអង្គុយពេនភ្នែនយ៉ាងស្ងៀមស្ងាត់ដើម្បីធ្វើសមាធិបំផ្លាញថាមពលវេទមន្តធាតុដីនិងធាតុខ្យល់បានជ្រាបចូលទៅក្នុងរាងកាយរបស់លីនលេពីគ្រប់ទិសទីឆ្អឹងសាច់ដុំនិងសរសៃឈាមពាសពេញរាងកាយបានស្រូបយកធាតុទាំងនោះដើម្បីពង្រឹងកាយសម្ទាបន្ទាប់ពីធាតុទាំងនេះត្រូវបានស្រូបយកមួយផ្នែកតូចភាគច្រើនលើសលប់ត្រូវបានបំផ្លាញហើយចុងក្រោយក៏ហូរចូលទៅក្នុងទីតាំងដានធានកណ្ដាលនៅត្រង់ទ្រូងដូចជាទន្លេទាំងពួងដែលហូរចាក់ចូលទៅក្នុងមហាសមុទ្រធាតុវេទមន្តដែលរត់កាត់សរសៃឈាមពាសពេញរាងកាយទីបំផុតបានមកប្រមូលផ្ដុំគ្នានៅទីនេះទាំងអស់លីនលេបានអង្គុយបែបនេះអស់រយៈពេលកន្លះថ្ងៃពេញនៅពេលដែលគាត់បើកភ្នែកឡើងព្រះអាទិត្យក៏រៀបលិចទៅហើយដល់ពេលត្រូវត្រឡប់ទៅវិទ្យាស្ថានវិញហើយលីនលេក្រោកឈរឡើងរួចដកដង្ហើមធំចាប់តាំងពីយើងប្រគល់ស្នូគ្រីស្តាល់វេទមន្តទាំងនោះឲ្យឪពុកមកអេរីយ៉ាប់របស់គាត់ចំពោះយើងក៏ប្រែជាល្អនិងស្និទ្ធស្នាលជាងមុនឆ្ងាយណាស់ក្នុងរយៈពេល10ថ្ងៃកន្លងមកនេះអាចនិយាយបានថាជាពេលវេលាដែលលីនលេនិងហុករស់នៅជាមួយគ្នាដោយចុះសម្រុងនិងមានក្តីសុខបំផុតតើមានអ្វីជំរុញឲ្យឪពុកប្រែប្រួលខ្លាំងបែបនេះស្នូគ្រីស្តាល់វេទមន្តមែនទេមិនឡើយឪពុកមិនមែនជាមនុស្សដែលខ្វល់ពីរឿងលុយកាក់ទ្រព្យសម្បត្តិឡើយឬក៏មកពីរន្ធដៃរបួសនៅលើខ្លួនយើងលីនលេគិតចុះគិតឡើងប៉ុន្តែនៅតែមិនអាចប្រកាសក្នុងចិត្តថាហេតុអ្វីបានជាឪពុកប្រែជាល្អដាក់ខ្លួនភ្លាមបែបនេះការសួរសុខទុក្ខដោយក្តីបារម្ភពាក្យនេះអាចពណ៌នាពីឥរិយាបថបច្ចុប្បន្នរបស់ហុកចំពោះលីនលេបានយ៉ាងល្អឥតខ្ចោះនៅពេលដើរចូលទៅក្នុងភូមិគ្រីស្ទលីនលេបានឃើញឪពុករបស់ខ្លួនកំពុងអង្គុយអានសៀវភៅឪពុកមេឃងឹតហើយសៀវភៅចាំទុកមើលថ្ងៃស្អែកចុះបាទអូលីនលេត្រឡប់មកវិញហើយនឹងហុកញឹមហើយបិទសៀវភៅអ្វីដែលឯងនិយាយក៏មានហេតុផលដែរចាំថ្ងៃស្អែកសឹមមើលបន្តចុះលីនលេឯងទៅហាត់រៀននៅខាងក្រៅយូរប្រហែលជាស្រេកទឹកហើយហុកលើកកំសៀវទឹកដែលដាក់នៅលើទៅចំហៀងមកចាក់ទឹកក្តៅវណ្ហមួយកែវមកផឹកទឹកបន្តិចទៅល្មមល្អណាស់មិនក្តៅពេកហើយក៏មិនត្រជាក់ពេកដែរអរគុណបាទឪពុកលីនលេមានអារម្មណ៍កក់ក្តៅក្នុងចិត្តយ៉ាងខ្លាំងខណៈពេលផឹកទឹកលីនលេបាននិយាយថាឪពុកខ្ញុំបាននៅផ្ទះមួយរយៈធំហើយខ្ញុំត្រៀមខ្លួនត្រឡប់ទៅវិទ្យាស្ថានវិញនៅថ្ងៃស្អែកហុកស្រឡាងកាំងបន្តិចរួចក៏ងក់ក្បាលអញ្ចឹងក៏បានដែរចុងឆ្នាំនេះឯងត្រូវប្រញាប់ត្រឡប់មកផ្ទះវិញឲ្យបានឆាប់បន្តិចណាបាទលីនលេឆ្លើយតបហុកបានផ្ដាំផ្ញើដោយសំឡេងស្រទន់ប៉ុន្តែធ្ងន់កណ្ដាលចិត្តលីនលេឪពុករបស់ឯងគ្មានសមត្ថភាពអ្វីធំដុំទេគ្រួសារយើងទៅថ្ងៃមុខត្រូវពឹងផ្អែកលើឯងហើយឯងផ្ដល់ស្នូគ្រីស្តាល់វេទមន្តទាំងនេះឲ្យខ្ញុំវាគ្រប់គ្រាន់សម្រាប់ចំណាយរបស់ប្អូនប្រុសឯងនៅក្នុងអាណាចក្រអូប្រេយ៉ានហើយមកដល់ដំណាក់កាលនេះខ្ញុំអស់ចិត្តហើយប៉ុន្តែនៅក្នុងជំរឿចិត្តខ្ញុំនៅតែចងចាំនៅភាពអាម៉ាស់របស់គ្រួសារយើងខ្ញុំសង្ឃឹមថាឯងមិនភ្លេចថារបស់វត្ថុតំណាងត្រកូលរបស់យើងនៅតែស្ថិតនៅខាងក្រៅឡើយលីនលេទទួលដឹងពីក្តីសង្ឃឹមដ៏ធំធេងរបស់ឪពុកគាត់ដកដង្ហើមធំរួចងក់ក្បាលយឺតឥឡូវនេះខ្ញុំគ្មានការប៉ងប្រាថ្នាអ្វីផ្សេងទៀតទេខ្ញុំគ្រាន់តែសង្ឃឹមថាមុនពេលស្លាប់ខ្ញុំអាចនឹងបានឃើញដាវប្រយុទ្ធធូឡូត្រឡប់មកវិញសំឡេងរបស់ហុកស្រទាបនិងស្អប់បន្តិចលីនលេមានអារម្មណ៍ថាបរិយាកាសចាប់ផ្ដើមក្រៀមក្រំភ្លាមនោះក៏និយាយកាត់ថាឪពុកកុំគិតក្នុងផ្លូវអវិជ្ជមានបែបនេះអីបច្ចុប្បន្នឪពុកទើបតែអាយុ40ឆ្នាំប៉ុណ្ណោះថ្ងៃមុខនៅមានវែងឆ្ងាយទៀតខ្ញុំមានទំនុកចិត្តថាមិនដល់10ឆ្នាំផងខ្ញុំនឹងនាំយកដាវប្រយុទ្ធធូឡូត្រឡប់មកវិញហើយដាក់ចូលក្នុងសាលដូនតានៃគ្រួសារយើងជាមិនខាន10ឆ្នាំ
ល្អណាស់ហុកមុខក្បាលថ្នមនៅថ្ងៃបន្ទាប់វេលាថ្ងៃត្រង់លីនលីបានចាក់ចេញពីទីប្រជុំជនអ៊ូសាននាពេលយប់ខែត្រជាក់នៅក្នុងបន្ទប់ទទួលភ្ញៀវនៃគ្រួសារបារុកមានមនុស្សពីរនាក់កំពុងអង្គុយទល់មុខគ្នានោះគឺហុកនិងហ៊ីលមែនទ្វារបន្ទប់ទទួលភ្ញៀវត្រូវបានបិទជិតយ៉ាងអាថ៌កំបាំងហើយនៅលើតុអាហារមានថង់ស្នូគ្រីស្តាល់វេតមុននោះដាក់នៅហ៊ីលមែនសម្លឹងមើលថង់ស្នូគ្រីស្តាល់វេតមុនដ៏ច្រើននោះទាំងអារម្មណ៍រន្ធត់ចំណែកឯហុកក៏បាននិយាយឡើងថាហ៊ីលមែនក្នុងពេលឆាប់នេះខ្ញុំនឹងលក់ស្នូគ្រីស្តាល់វេតមុនទាំងនេះហើយខ្ញុំសង្ឃឹមថាឯងនឹងជួយរក្សាកាក់មាសទាំងនេះជំនួសខ្ញុំហ៊ីលមែនដឹងខ្លួនឡើងវិញភ្លាមរួចនិយាយយ៉ាងប្រញាប់លោកម្ចាស់ហុកមិនបានទេទ្រព្យសម្បត្តិដ៏មហាសាលបែបនេះហេតុអ្វីលោកប្រគល់ឲ្យខ្ញុំលោកមិនគ្រប់គ្រងវាដោយខ្លួនឯងទេហ៊ីលមែនកុំហៅខ្ញុំថាលោកម្ចាស់ហុកអីហៅខ្ញុំថាពងហុកទៅបានហើយស្នាមញឹមរបស់ហុកមើលទៅមានភាពស្និទ្ធស្នាលនិងស្ងប់ស្ងាត់ប្លែករំពេចនោះហុកបានក្រោកឈរឡើងហើយបែរមុខទៅទិសខាងកើតឯងនិយាយថាឲ្យខ្ញុំគ្រប់គ្រងដោយខ្លួនឯងមែនទេហាហ៊ីលមែនឯងប្រហែលជាដឹងច្បាស់បំផុតហើយមែនទេអំពីរឿងរ៉ាវនៃគ្រួសារបារុកនិងរឿងរ៉ាវរបស់ខ្ញុំហ៊ីលមែនស្រឡាំងកាំងគាត់មិនដឹងថាហេតុអ្វីបានជាហុកលើករឿងនេះមកនិយាយឡើយរឿងរ៉ាវនោះវាត្រូវបានលាក់ទុកក្នុងចិត្តរបស់ខ្ញុំជិត11ឆ្នាំហើយ11ឆ្នាំមកនេះខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំត្រូវបានស្រមោចរាប់លានក្បាលខំស៊ីជារៀងរាល់ថ្ងៃខ្ញុំបានទ្រាំពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំផ្លែតសោះ11ឆ្នាំទៅហើយនិយាយដល់ត្រង់នេះរាងកាយរបស់ហុកចាប់ផ្ដើមញ័រតិចដោយកំហឹងទឹកមុខរបស់ហ៊ីលមែនប្រែប្រួលភ្លាមគាត់ក្រោកឈរឡើងទាំងក្តីរន្ធត់លោកម្ចាស់ហុកឬមួយក៏លោកចង់ត្រូវហើយរឿងកាលពីឆ្នាំនោះខ្ញុំត្រូវតែទៅស៊ើបអង្កេតខ្ញុំត្រូវតែសងសឹកឲ្យលីណាទឹកមុខរបស់ហុកប្រែជាកាច់សាហាវនិងពោពេញដោយចេតនាសម្លាប់ដ៏គួរឲ្យខ្លាចលោកម្ចាស់ហុកហ៊ីលមែននិយាយខាត់យ៉ាងប្រញាប់កាលនោះពួកយើងមិនបានស៊ើបអង្កេតនោះទេអំណាចរបស់សត្រូវគឺធំធេងណាស់គ្រាន់តែស៊ើបដឹងមួយផ្នែកតូចក៏គួរឲ្យតក់ស្លុតទៅហើយបើលោកទៅស៊ើបឥឡូវនេះលោកពិតជាអាចនឹងបាត់បង់ជីវិតមិនខានហុកស្រែកគំហុកឡើងស្លាប់ខ្ញុំនៅខ្លាចស្លាប់ទៀតអីហ៊ីលមែនឯងមិនដឹងពីការជិះចាប់និងការធ្វើទារុណកម្មខាងផ្លូវចិត្តរបស់ខ្ញុំក្នុងរយៈពេល11ឆ្នាំមកនេះតតែសោះខ្ញុំទ្រាំឆ្អែតហើយឥឡូវនេះស្នូគ្រីស្តាល់វេតមុនដែលលីនលីប្រគល់ឲ្យខ្ញុំមានតម្លៃប្រហែល 80,000 កាក់មាសវាគ្រប់គ្រាន់ទាំងស្រុងសម្រាប់ចំណាយរបស់វ៉ាល់តុនមានកាក់មាសទាំងនេះហើយខ្ញុំគ្មានអ្វីដែលត្រូវបារម្ភឬជាបន្ទុកទៀតទេច្រើនឆ្នាំមកនេះដែលខ្ញុំស៊ូទ្រាំលាក់ខ្លួនតើដើម្បីអ្វីមិនមែនដើម្បីកូនប្រុសទាំងពីរទេអីឥឡូវនេះលីនលីធំដឹងក្តីហើយឯវ៉ាល់តុនក៏ស្ថិតនៅក្នុងអាណាចក្រអូព្រៃយ៉ាងដែរខ្ញុំគ្មានអ្វីដែលត្រូវបារម្ភទៀតឡើយដៃទាំងពីររបស់ហុកបានលូកទៅចាប់ស្មារបស់ហ៊ីលមែនយ៉ាងណែនរួចសម្លឹងចំទៅក្នុងភ្នែករបស់គេហ៊ីលមែនទោះបីជាឯងហៅខ្ញុំថាលោកម្ចាស់ហុកប៉ុន្តែច្រើនឆ្នាំមកនេះពួកយើងគឺជាបងប្អូននឹងគ្នាមកដល់ដំណាក់កាលនេះហើយខ្ញុំសង្ឃឹមថាឯងនឹងជួយបំពេញបំណងរបស់ខ្ញុំហុកលោកហ៊ីលមែនមានការព្រួយបារម្ភរហូតនិយាយមិនចេញគេដឹងច្បាស់ណាស់ថាប្រសិនបើហុកទៅស៊ើបអង្កេតរឿងកាលពីឆ្នាំនោះពិតមែនគេពិតជាគ្មានផ្លូវរស់ត្រឡប់មកវិញឡើយចិត្តខ្ញុំដាច់ស្រេចហើយហ៊ីលមែនឯងត្រូវដឹងថារស់នៅក្នុងជីវិតដែលត្រូវទ្រាំបែបនេះវាអាក្រក់ជាងស្លាប់ទៅទៀតភ្នែករបស់ហុកចាប់ផ្ដើមឡើងក្រហមនៅពេលហ៊ីលមែនឃើញហុកបែបនេះក្នុងចិត្តរបស់គេក៏ពោពេញដោយភាពតច្រកគេយល់ពីចិត្តរបស់ហុកច្បាស់ណាស់ច្រើនឆ្នាំមកនេះហេតុអ្វីបានជាហុកតែងតែមើងម៉ាត់និងត្រជាក់ស្រទុំបែបនេះអ្នកដទៃប្រហែលជាមិនដឹងប៉ុន្តែហ៊ីលមែនដឹងច្បាស់ណាស់មុនពេលដែលលីណាម្ដាយរបស់លីនលីនិងវ៉ាល់តុនស្លាប់ហុកគឺជាមនុស្សដែលរីករាយនឹងរស់រាយរាក់ទាក់ខ្លាំងណាស់ប៉ុន្តែចាប់តាំងពីនាងស្លាប់ទៅនិស្ស័យរបស់ហុកក៏បានផ្លាស់ប្ដូរទាំងស្រុងคล้ายជាមនុស្សម្នាក់ផ្សេងទៀតទោះបីជាហុកប្រាប់អ្នកខាងក្រៅថាលីណាស្លាប់ដោយសារការសម្រាលកូនពិបាកក៏ដោយប៉ុន្តែហ៊ីលមែននិងមេផ្ទះហ៊ីរីនៅតែដឹងពីការពិតដ៏ខ្មៅងឹតនៅពីក្រោយរឿងនេះហ៊ីលមែនឯងមិនបាច់ខាត់ខ្ញុំទៀតទេខ្ញុំគ្រាន់តែសួរឯងមួយម៉ាត់តើឯងជួយខ្ញុំឬអត់ហុកសម្លឹងមើលមុខហ៊ីលមែនចំដោយគ្មានការរង្គោះរង្គើហ៊ីលមែនសម្លឹងមើលភ្នែកហុកមួយសន្ទុះចុងក្រោយក៏ដកដង្ហើមធំវែងដោយអស់កម្លាំងមិនអីទេខ្ញុំនឹងជួយលោកឬបែបនេះទឹកមុខរបស់ហុកក៏បង្ហាញស្នាមញឹមតិចភ្លាមវាជាស្នាមញឹមនៃការរួចផុតពីទុក្ខដ៏ធំធេងដែលបានសង្កត់សង្កិនគេអស់រយៈពេល11ឆ្នាំ
នៅលើនៃផ្ទះល្វែងពីរជាន់របស់ខ្លួននៅតាមបណ្ដោយផ្លូវហ្គានម៉ូក្នុងទីក្រុងហ្វេនឡៃអេលីសកំពុងយកដៃទ្រចង្ការសម្លឹងមើលអ្នកដំណើរឆ្លងកាត់ទៅមកនៅលើដងផ្លូវចាប់តាំងពីលីនលេចាក់ចេញទៅកាលពីលើកមុនអេលីសស្ទើរតែរាល់ថ្ងៃតែងតែមកឈោមមើលមនុស្សម្នានៅលើកង់នេះដោយក្តីសង្ឃឹមថាលីនលេនឹងត្រឡប់មកម្ដងទៀតប៉ុន្តែថ្ងៃស្អែកត្រូវចូលរៀនហើយថ្ងៃនេះត្រូវតែទៅហើយអេលីសលួចដកដង្ហើមធំក្នុងចិត្តរួចក្រឡេកមើលទៅផ្លូវជីកចុងក្រោយនាងគ្រាន់តែប្រាថ្នាចង់ឲ្យលីនលេមកសួរសុខទុក្ខគ្នាម្ដងទៀតប៉ុន្តែគួរឲ្យស្ដាយក្នុងរយៈពេលជាង10ថ្ងៃនេះលីនលេមិនដែលមកសំបីតែម្ដងភ្លាមនោះសំឡេងរបស់នីយ៉ាដែលជាមិត្តល្អរបស់នាងក៏បន្លឺឡើងពីខាងក្រោមផ្ទះអេលីសលឿនឡើងនីយ៉ាថូនីនិងកាឡានទាំង3នាក់កំពុងរង់ចាំនៅមាត់ទ្វារកាឡាននីយ៉ានិងថូនីគឺជាសិស្សនៃវិទ្យាស្ថានអ្នកចម្បាំងវិទ្យាស្ថានរបស់ពួកគេនៅជិតនឹងវិទ្យាស្ថានវេទមន្តវីលីងរបស់អេលីសម្យ៉ាងទៀតផ្ទះរបស់ពួកគេទាំង4នាក់សុទ្ធតែនៅក្នុងទីក្រុងហ្វេនឡៃដូចនេះហើយទើបពួកគេស្និទ្ធស្នាលគ្នាបែបនេះចាស់ចាំបន្តិចខ្ញុំចុះទៅភ្លាមអេលីសក្រឡេកមើលទៅផ្លូវខាងមុខផ្ទះមួយផ្លែតរួចស្ពីកាតាបដែលរៀបចំរួចរាល់ចុះទៅខាងក្រោមនៅពេលល្ងាចនៃថ្ងៃទី3បន្ទាប់ពីអេលីសបានចាក់ចេញលីនលេបានដើរមកដល់មុខផ្ទះរបស់អេលីសគេញើយមុខមើលទៅលើកង់នៃផ្ទះពីរជាន់នោះប៉ុន្តែនៅលើកង់គ្មានមនុស្សម្នាក់ឡើយណែអញមកធ្វើអីនឹងបុរសវ័យកណ្ដាលម្នាក់ដែលជាអ្នកយាមទ្វារបានស្រែកសួរលីនលេងាកទៅមើលរួចញឹមសួរនាំដោយគួរសមជំរាបសួរពូខ្ញុំជានិស្សិតមកពីវិទ្យាស្ថានវេទមន្តវីលីងហើយក៏ជាមិត្តភក្តិរបស់អេលីសដែលមិនដឹងថាឥឡូវនេះអេលីសនៅផ្ទះទេបាទអូបុរសវ័យកណ្ដាលនោះឬបែបនេះក៏សើចហើយនិយាយថាកញ្ញាអេលីសបានចាក់ចេញពីផ្ទះជិត3ថ្ងៃហើយនាងទៅវិទ្យាស្ថានវេទមន្តបាត់ទៅហើយខ្ញុំបាទដឹងហើយអរគុណពូលីនលីនិយាយដោយគួរសមលីនលេបែរក្រោយរួចដើរចាក់ចេញទៅតាមផ្លូវហ្គានម៉ូប៉ុន្តែនៅពេលដើរទៅដល់ចុងផ្លូវគេនៅតែងាកមកមើលកង់ផ្ទះនោះម្ដងទៀតក្នុងចិត្តមានអារម្មណ៍អស់សង្ឃឹមបន្តិចបន្តួចនៅលើផ្លូវឆ្ពោះទៅកាន់វិទ្យាស្ថានអ៊ិនส์ពន្លឺពណ៌ស្មួយខ្សែបានហោះចេញពីចិញ្ចៀននាគរំរួចប្រែក្រឡាទៅជា The Ring Coward ដែលស្លៀកពាក់អាវផាយពណ៌ស្អាតមានសក់និងពុកចង្កាសព្រំ The Ring Coward សម្លឹងមើលលីនលេដោយស្នាមញឹមលីនលេអញលងស្រឡាញ់អេលីហើយមែនទេបាត់បន្តិចបន្តួចលីនលេមិនបដិសេធឡើយ The Ring Coward អង្អែពុកចង្ការរួចសាយខ្លាំងមិននឹកស្មានថាអពើឯងចេះមានចិត្តរំភើបនឹងមនុស្សស្រីដែរតើប៉ុន្តែលីនលេឲ្យឯងនិងនាងអេលីសនោះរៀននៅសាលាខុសគ្នាអ្នកនៅកន្លែងមួយឆ្ងាយពីគ្នាបើចង់ឲ្យមានការរីកចម្រើនខាងមនោសញ្ចេតនាវាពិបាកណាស់ណាខ្ញុំដឹងតែក៏ស្រេចតែនិស័យទៅចុះបើមានលទ្ធផលក៏មានទៅបើគ្មានទេក៏ហីទៅចុះក្នុងខួរក្បាលរបស់លីនលេស្រាប់តែលេចឡើងនៅរូបភាពដែលគេនៅជាមួយអេលីមានទាំងរូបភាពកាលពីលើកដំបូងដែលនាងភ័យស្លន់ស្លោនៅក្រោមចង្កូមជ្រូកចម្បាំងស្រេចឈាមមានទាំងរូបភាពដែលនាងអៀនព្រានពេលពួកគេសន្ទនាគ្នាក្នុងអំឡុងពេលត្រឡប់មកពីជួរភ្នំបេសាចហើយក៏មានរូបភាពដ៏ទាក់ទាញរបស់នាងនៅក្រោមពន្លឺព្រះច័ន្ទហាក់ដូចជាទេពអប្សរអញ្ចឹងនេះឬជាស្នេហាដំបូងលីនលេសើចចំអកឲ្យខ្លួនឯងក្នុងវ័យរបស់គេនេះពេលនៅបន្ទប់ស្នាក់នៅបងប្អូនទាំង4នាក់តែងតែជេរគ្នាពីរឿងក្មេងស្រីថែមទាំងយេនិងលេណូលមានសង្សារយូរហើយទៀតផងចំពោះរឿងមនោសញ្ចេតនាលីនលេក៏មានក្តីរំពឹងទុកខ្លះក្នុងចិត្តដែរនៅវិទ្យាស្ថានវេទមន្តអ៊ិនส์លីនលេនៅតែខិតខំហ្វឹកហាត់ដូចមុនរាល់ថ្ងៃគេតែងតែចំណាយពេលមួយផ្នែកលើការឆ្លាក់រូបតាមសាលាកាំបិតមុខស្មើមិនថាជាធម្មពលផ្លូវចិត្តឬធម្មពលវេទមន្តនោះទេសុទ្ធតែមានការរីកចម្រើនឡើងយ៉ាងលឿននិងមានលំនឹងឆ្លងកាត់ទៅមួយខែយ៉ាងលឿនតាមទម្លាប់ចាស់លីនលេនិងបងប្អូនទាំង4នាក់បាននាំយករូបចម្លាក់ថ្មចំនួន3ផ្ទាំងធ្វើដំណើរទៅកាន់ទីក្រុងហ្វេនឡៃនៅក្នុងបន្ទប់របស់អូស្តូនីនៃសាលប្រជុំប្រូលុចជិត 15,000 កាក់មាសច្រើនម្លេះលីនលេមានការភ្ញាក់ផ្អើលបន្តិចចំពោះតម្លៃនៃរូបចម្លាក់ថ្មទាំង3ផ្ទាំងកាលពីលើកមុនអូស្តូនីសើចខ្លាំងរួចនិយាយថាលីនលេនេះជារឿងធម្មតាណាស់ជាទូទៅស្នាដៃរបស់អ្នកជំនាញឆ្លាក់រូបថ្មតម្លៃអាចឡើងដល់ប្រហែល 1000 កាក់មាសសាលប្រជុំប្រូលុចរបស់យើងបានសង្កត់ធ្ងន់លើការណែនាំពីអត្តសញ្ញាណរបស់ឯងដែលជាកម្ពុជាពូកែខាងវេទមន្តអាយុ15ឆ្នាំគ្រាន់តែអត្តសញ្ញាណរបស់ឯងមួយមុខក៏គ្រប់គ្រាន់នឹងធ្វើឲ្យតម្លៃរូបចម្លាក់នេះឡើងទ្វេដងដែរអ្វីដែលសំខាន់បំផុតនោះគឺរូបចម្លាក់របស់ឯងប្លែកខ្លាំងណាស់រូបចម្លាក់របស់អ្នកដទៃទោះបីជាស្អាតពិតមែនប៉ុន្តែវាមានចំណុចខ្វះខាតត្រង់ភាពរលូននៃស្នាមកាំបិតចំណែកស្នាដៃរបស់ឯងខ្សែបន្ទាត់គឺរលូនខ្លាំងណាស់ឧទាហរណ៍ដូចជាកន្លែងពីរដែលប្រើកាំបិតមុខស្មើនិងកាំបិតមុខកោងគឺធ្វើឲ្យមនុស្សមើលមិនឃើញស្នាមដាច់តតែសោះកាតភ្ជាប់គឺល្អឥតខ្ចោះលីនលីបែបនេះក៏លួចញឹមស្នាមដាច់អីដោយសារតែចំណុចពិសេសមួយនេះបូករួមទាំងស្មារតីអំនួតនិងឯកោដែលបង្កប់នៅក្នុងស្នាដៃរបស់ឯងថែមទាំងអត្តសញ្ញាណរបស់ឯងទៀតនោះ
ទើបធ្វើឲ្យតម្លៃស្នាដៃមួយផ្ទាំងឡើងដល់ជិត 5000 កាក់មាសគ្រាន់តែការកែច្នៃលើស្នាមឆ្នូតល្អិតមួយចំនួននៅមានការខ្វះខាតបន្តិចបន្តួចបើមិនខ្វះទេតម្លៃអាចនឹងខ្ពស់ជាងនេះទៅទៀតអូស្តូនីសរសើរមិនដាច់ពីមាត់លីនលេយក៏យកក្នុងចិត្តច្បាស់ដែរការកែច្នៃស្នាមឆ្នូតល្អិតលីនលេយក្រវីក្បាលក្នុងចិត្តខ្លួនឯងប្រើកាំបិតមុខស្មើទោះបីជាអាចព្យាយាមបង្កើតស្នាមឆ្នូតពិសេសផ្សេងចេញមកបានក៏ដោយប៉ុន្តែបើនិយាយពីប្រសិទ្ធភាពវាប្រកាសជាខ្សោយជាងការប្រើប្រាស់កាំបិតឆ្លាក់ជំនាញផ្សេងទៀតដូចជាកាំបិតមុខស្រួចឬកាំបិតមុខមូលជាមិនខានជាមួយគ្នានោះលីនលេយក៏លួចកោតសរសើរក្នុងចិត្តមិនឈប់រូបចម្លាក់ថ្មតែ3ផ្ទាំងលក់បានរហូតដល់ 15000 កាក់មាសលុយនេះរកបានស្រួលហួសហេតុពេកហើយប្រសិនបើលីនលេយដាក់ចិត្តដាក់កាយឆ្លាក់ពេញមួយខែគេប្រកាសជាអាចឆ្លាក់បានរូបចម្លាក់10ផ្ទាំងជាមិនខានរូបចម្លាក់10ផ្ទាំងតម្លៃរបស់វាគឺជិត 50000 កាក់មាសយើងនៅក្នុងជួរភ្នំបេសាច2ខែឆ្លងកាត់គ្រោះថ្នាក់ដល់ជីវិតជាច្រើនលើកថែមទាំងសម្លាប់ពួកឃាតករមួយចំនួនទើបប្រមូលបានលុយតែ 7-80000 កាក់មាសប៉ុណ្ណោះអ្នកជំនាញឆ្លាក់រូបថ្មគឺមិនខុសពីការប្លន់លុយនោះទេលីនលេយលួចកោតសរសើរតម្លៃស្នាដៃរបស់លីនលេយក្នុងចំណោមអ្នកជំនាញឆ្លាក់រូបថ្មក៏ចាត់ទុកថាស្ថិតក្នុងលំដាប់ខ្ពស់ដែរអ្នកជំនាញឆ្លាក់រូបថ្មក៏ចាត់ទុកថាប្លន់លុយទៅហើយចុះទម្រាំតែមេជាងចម្លាក់ថ្មលីនលេយលួចកោតសរសើរក្នុងចិត្តកាន់តែខ្លាំងកាន់តែយល់ដឹងស៊ីជម្រៅលីនលេយកាន់តែកោតសរសើរនៅក្នុងរង្វង់ចម្លាក់ថ្មនេះគម្លាតនៃប្រាក់ចំណូលគឺច្បាស់ក្រឡែតខ្លាំងណាស់អ្នកជំនាញឆ្លាក់រូបថ្មនៅក្នុងសម្ព័ន្ធភាពដ៏វិសុទ្ធទាំងមូលមានត្រឹមតែប្រហែល100នាក់ប៉ុណ្ណោះចំនួនតិចតួចបែបនេះអាចស្រមៃដឹងទៅហើយលីនលេយខំប្រឹងឡើងខ្ញុំជឿថាថ្ងៃអនាគតឯងប្រកាសជានឹងក្លាយជាមេជាងចម្លាក់ថ្មដ៏អស្ចារ្យម្នាក់ជាមិនខានអូស្តូនីផ្ដល់កម្លាំងចិត្តមេជាងចម្លាក់ថ្មមិនត្រឹមតែមានទ្រព្យសម្បត្តិដ៏មហាសាលប៉ុណ្ណោះទេប៉ុន្តែឋានៈរបស់ពួកគេក៏ខ្ពង់ខ្ពស់ខ្លាំងណាស់ដែរពួកគេឈរនៅលើកំពូលនៃសិល្បៈដ៏បុរាណបំផុតនេះសូម្បីតែពួកអភិជនធំជួបពួកគេក៏មិនហ៊ានសម្ដែងរកពីច្រងេងច្រងាំងដាក់ដែរមេជាងចម្លាក់នេះជាគោលរំងារដ៏អស្ចារ្យបំផុតមួយវាមិនមែនជាអ្វីដែលលុយកាក់ឬអំណាចអាចទិញបាននោះទេប៉ុន្តែវាគឺជាការដែលបុគ្គលម្នាក់អាចដើរទៅដល់ចំណុចកំពូលនៅក្នុងវិជ្ជាជីវៈណាមួយហើយទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់គ្នាទើបត្រូវបានគេគោរពហៅថាមេជាងចម្លាក់